បញ្ហាក្លិនមាត់មិនល្អមិនមែនមកពីការដុសសម្អាតធ្មេញនោះទេប៉ុន្តែវាជាជំងឺមួយដែលនៅក្នុងសរីរាង្គកាយរបស់យើងដែលនោះគឺជាជាតិពុលនៅក្នុងក្រពះនិងពោះវៀនរបស់យើងវីដេអូថ្ងៃនេះខ្ញុំនឹងលើកយកពីឱសថបុរាណមួយឬក៏ជារុក្ខជាតិមួយប្រភេទដែលយើងអាចលាងជម្រះជាតិពុលនៅក្នុងក្រពះនិងក្នុងពោះវៀនរបស់យើងបានយ៉ាងពូកែស័ក្តិសិទ្ធិគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាវីដេអូថ្មីពី Channel YouTube របស់ខ្ញុំដែលថ្ងៃនេះខ្ញុំបាទក៏មាននៅការចែករំលែកអំពីវិធីសាស្ត្រនៅក្នុងការព្យាបាលជំងឺតាមបែបវិទ្យាសាស្ត្រខ្មែរបុរាណយើងទៀតហើយដែលថ្ងៃនេះខ្ញុំសូមលើកយកពីការព្យាបាលជំងឺឬក៏ជាជាតិពុលបាទគឺអាចនិយាយបានថាជាជាតិពុលនៅក្នុងក្រពះនិងក្នុងពោះវៀនរបស់យើងជាការពិតពុកម៉ែបងប្អូនក្លិនមាត់ដែលមិនល្អនៅពេលដែលយើងនិយាយទៅគេចម្ងាយប្រហែលជា2ទៅ3ម៉ែត្រអីនោះគឺមានក្លិនមាត់ជះចេញពីខាងក្នុងហើយបញ្ហាក្លិនមាត់នេះគឺមិនមែនមកពីការដុសធ្មេញមិនស្អាតឬក៏អីនោះទេប៉ុន្តែវាជាមេរោគដែលវាជះពីក្នុងមកតែម្ដងអាចនិយាយបានថាក្លិនច្រាស់ខ្យល់តែម្ដងពុកម៉ែបងប្អូនហើយជឿជាក់ថាមានពុកម៉ែបងប្អូនជាច្រើនដែលជួបនៅបញ្ហានេះអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមលើកយកពីវិធីសាស្ត្រដែលយើងអាចលាងជម្រះជាតិពុលនៅក្នុងក្រពះរបស់យើងក៏ដូចជាក្នុងពោះវៀនរបស់យើងឲ្យបាត់នៅបញ្ហាក្លិនមាត់ទាំងនោះការព្យាបាលនៅលាងជម្រះនៅជាតិពុលដែលមាននៅក្នុងក្រពះនិងពោះវៀននេះគឺងាយទេពុកម៉ែបងប្អូនគឺពុកម៉ែបងប្អូនគ្រាន់តែយកនៅស្លឹកតបែកស្រុកយើងហ្នឹងតបែកព្រៃក៏បានយើងយកមកគឺយើងយកមួយក្តាប់ដៃមកគឺយើងដាំទឹកឲ្យពុះរយៈពេល15នាទីហើយសូមបញ្ជាក់ការប្រើប្រាស់នៅស្លឹកតបែកនេះគឺយើងអាចប្រើស្ងួតក៏បានយើងហាលឲ្យស្ងួតប្រើក៏បាននិងប្រើស្រស់ក៏បានដែរហើយយើងដាំទឹកយកមកក្តាប់ដៃដាំទឹកស្អាតចំនួន1លីត្រអីចឹងទៅគឺយើងហូបធ្វើការហូបជាប្រចាំទៅណាមិនកំណត់ពេលវេលាទេព្រឹកក៏បានល្ងាចក៏បានបាទដល់ពេលដែលពុកម៉ែបងប្អូនហូបបានរយៈពេល1អាទិត្យទៅ10ថ្ងៃបញ្ហាដែលយើងមានក្លិនមាត់មិនល្អពីក្នុងចេញហ្នឹងគឺវានឹងបាត់ទៅវិញដោយឯងតែម្ដងហើយបញ្ហានេះខ្ញុំក៏ធ្លាប់ជួបប្រទះដែរពុកម៉ែបងប្អូនដល់ថ្នាក់អ្នកម្ដាយខ្ញុំគាត់និយាយថាហេតុអីបានខ្ញុំក្លិនមាត់ខ្លាំងម្លេះនិយាយទៅគាត់ចម្ងាយ2 3ម៉ែត្រជាងទៅក៏នៅតែក្លិនគាត់ឆ្ងល់ណាហើយខ្ញុំឯនេះក៏ធ្វើការដុសធ្មេញដុសអីជាច្រើនដែរប៉ុន្តែមិនមែនដោយសារមាត់របស់យើងមាត់ធ្មេញរបស់យើងទេតែវាជាក្លិនដែលជះពីខាងក្នុងខ្លួនចេញមកតែម្ដងបាទអញ្ចឹងទៅខ្ញុំបាទក៏បានអនុវត្តវិធីមួយនេះហើយក៏ឃើញថាបានផលសប្តាហ៍ថ្ងៃគឺលេងអីហើយពុកម៉ែបងប្អូនបាទអញ្ចឹងការចែករំលែកមួយនេះបាទគឺសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងសប្បាយចិត្តនិងទទួលយកបានហើយនឹងអនុវត្តតាមវិធីខ្ញុំទាំងអស់គ្នាទៅតើបានផលយ៉ាងណាពុកម៉ែបងប្អូនខមមិននៅក្នុងវីដេអូខ្ញុំផងហើយមួយរយៈនេះគឺខ្ញុំអត់បានចេញវីដេអូច្រើនទេដោយសារតែរវល់ការងារបាទអញ្ចឹងទៅគឺវើលនៅក្នុងការផុសវីដេអូមែនទែនបាទហើយជាចុងក្រោយបើសិនជាមានកំហុសខុសឆ្គងទាំងណាមួយសូមពុកម៉ែបងប្អូនខន្តីអភ័យទោសផងហើយបើសិនជាអាចជួយ Subscribe Channel នេះម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំផលិតជាវីដេអូជាបន្តទៀតបាទសូមអរគុណនិងសូមជម្រាបលា